សភាបានអនុម័តជាឯកច្ឆន្ទសេចក្តីសម្រេចចិត្តលេខ SR 427មានន័យថាវាសម្រេចរួចហើយដើម្បីរំលឹកដល់កិច្ចព្រមព្រៀងសន្ធិសញ្ញានិងអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបំពេញការសន្យាឲ្យមានប្រទេសជាមានប្រជាធិបតេយ្យនៃកិច្ចព្រមព្រៀងនេះខណៈដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចូលរួមកិច្ចប្រជុំកំពូលជាអ្នកដឹកនាំអាស៊ាននៅ Washington DC Washington May 12 2022 Senator Edward J. Markey ជាគណៈបកខាងប្រជាធិបតេយ្យមកពីរដ្ឋ Massachusetts ហើយ Chairman of the East Asia Summit Committee on the Senate Foreign Relations Committee along with Senator Mitt Romney ខាង Republican ranking member of the East Asia Summit Committee a subcommittee and Senator Bob Menendez Democrat គណៈបកប្រជាធិបតេយ្យមកពី New Jersey and Jim Rich Republican មកពី Idaho Chairman and ranking member respectively of the Senate Foreign Relations Committee today welcome Senate passage of their resolution commemorating the landmark Cambodian-Paris Peace Agreement. The agreement signed by 19 countries on October 23rd, 1991, laid the foundation for a peaceful, prosperous, democratic, and sovereign Cambodian after 12 years of a brutal civil war, a committee that the current government's action threatened to undermine. Cambodian Prime Minister Hun Sen is currently in Washington DC participating in White House summit for leader of the 10 country Association of Southeast Asian Nation which Cambodian currently chairs. Washington ថ្ងៃទី12ឧសភាឆ្នាំ2022ព្រឹទ្ធសភាសមាជិក Edward J. Markey Democrat Massachusetts ជានៅរដ្ឋ Massachusetts ហើយជាប្រធានអនុគណៈកម្មការអាស៊ីបូព៌ា Southeast Asia ហ្នឹងហើយនៃគណៈកម្មការទំនាក់ទំនងការបរទេសនិងបរទេសព្រឹទ្ធសភារួមជាមួយនឹងសមាជិក Mitt Romney គាត់ជាមកពីគណៈបកខាងសាធារណរដ្ឋនៅរដ្ឋ Utah សមាជិកចំណាត់ថ្នាក់នៃអាស៊ីបូព៌ាអនុគណៈកម្មាធិការនិងជាសមាជិកព្រឹទ្ធសភាលោក Bob Menendez គាត់ជា Democrat ដែរជាគណៈបកប្រជាធិបតេយ្យនៅរដ្ឋ New Jersey ចេញពីរដ្ឋ New Jersey និងលោក Jim Rich គាត់ជា Republican គឺគណៈបកសាធារណរដ្ឋមកពីរដ្ឋ Idaho ប្រធាននិងសមាជិកចំណាត់ថ្នាក់នៃគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាបានស្វាគមន៍ការអនុម័តរបស់ព្រឹទ្ធសភានៃដំណោះស្រាយ SR 427របស់ពួកគេដើម្បីរំលឹកដល់កិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីសដែលជាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្រទេស19នៅថ្ងៃទី23ខែតុលាឆ្នាំ1991ក្នុងគោលបំណងដាក់មូលដ្ឋានគ្រឹះសម្រាប់សន្តិភាពវិបលភាពប្រជាធិបតេយ្យអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាបន្ទាប់ពីបានឆ្លងកាត់សង្គ្រាមស៊ីវិលដ៏សាហាវឃោរឃៅអស់រយៈពេល12ឆ្នាំដែលជាការបដិចិត្តធ្វើឲ្យបានរដ្ឋាភិបាលអាមេរិកគឺលោកធ្វើឲ្យបានហើយធ្វើឲ្យកើតដែលជារដ្ឋាភិបាលផ្ដាច់ការបច្ចុប្បន្ននេះគុំត្រូវគម្រាមកំហែងបំផ្លិចបំផ្លាញចោលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបច្ចុប្បន្នកំពុងនៅរដ្ឋធានី Washington DC ដើម្បីចូលរួមកិច្ចប្រជុំ
កំពូលនៅសេតវិមានសម្រាប់មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អេស៊ានដែលកម្ពុជាដល់វេនធ្វើជាប្រធាននាពេលនោះមានពេលបច្ចុប្បន្នហ្នឹងកាលចំនួន2022គឺលោកហ៊ុនសែនជាប្រធានបដូវវេនគាត់ជាប្រធាននៅ South East Asia អញ្ចឹងសហរដ្ឋអាមេរិកគាត់នឹងបានបញ្ញាថាត្រូវតែធ្វើឲ្យបានអត់មានផលអត់កុហកទេដូច្នេះការដែលរៀបចំកន្លែងនឹងខ្លាចអស់លោកសួរថាគណៈបកសាធារណរដ្ឋនិងគណៈបកប្រជាធិបតេយ្យនេះបន្ទាប់ពីប្រជាធិបតេយ្យលោកโจ Biden បានធ្វើច្បាប់នេះកើតឡើងហើយតើដល់ឥឡូវនេះសាធារណគណៈបកសាធារណរដ្ឋនឹងអាចជួយខ្មែរបានទេជួយបានគឺបានបញ្ញារួចហើយព្រោះឥឡូវនេះ Marco Rubio គាត់ជាកាលនោះគាត់នៅជាព្រឹទ្ធសភាឥឡូវនេះគាត់មកជាខាង executive មានន័យថាគេហៅនីតិប្រតិបត្តិគាត់នីតិប្រតិបត្តិហើយគាត់ជាអ្នកបន្ទាប់គាត់មើលមកសហរដ្ឋអាមេរិកហើយនិងពិភពលោកទៀតអានឹងមិនមានន័យថាការបរទេសផងទាំងក្នុងស្រុកផងប៉ុន្តែគេបកប្រែថាជាកិច្ចការបរទេសក៏អញ្ចឹងទៅចោះឲ្យធ្លាប់ឲ្យក៏ទៅចោះមិនអីទេវាមិនជាខុសទេប៉ុន្តែគាត់នឹងឲ្យជាអ្នកអនុវត្តដូច្នេះ Republican និង Democrat គេនឹងទៅរួមគ្នាដដែលហើយជាភាសាអនុវត្តផ្ទាល់គឺលោក Marco Rubio នឹងគាត់នឹងទៅ Donald Trump មានន័យថាគេនឹងរៀបចំដើម្បីចុះទៅជួយខ្មែរហើយដូច្នេះយើងនឹងរៀបចំខ្ញុំនឹងបន្តទៅទៀតដើម្បីឲ្យអស់លោកស្រីបានស្ដាប់ព្រោះរឿងនេះជារឿងមួយដែលលោកហ៊ុនសែនគាត់បិទបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរឮទេតែបើកវិញគឺដាក់គុកគម្រាមកំហែងដូចគេនិយាយមិនចឹងហើយដូចសហរដ្ឋអាមេរិកនិយាយចឹងហើយមិនហ្នឹងទេដែលខ្ញុំនឹងសារដើមឡើងវិញដើម្បីឲ្យលោកបានយល់បាន